ថៃតែងតែនិយាយថាខ្មែរគឺជាអ្នកឈ្លានពានទឹកដីរបស់វានិយាយមកដូចថាវានឹងកើតមុនខ្មែរហ្នឹងទាំងដែលពួកវាមកសុំខ្មែរច្រកកោនរស់នៅសោះស្ដាយត្រង់គំនិតនឹងដែរមិនគួរណាឲ្យចោលមករស់នៅជាមួយម្ចាស់ស្រុកចុងក្រោយបែរជាយកសិទ្ធិម្ចាស់ស្រុកសោះឥឡូវគ្មានពីអីត្រូវនិយាយជាមួយវាទេមានតែនិយាយខាងផ្លូវក្នុងខាងអតិទេពព្រោះយើងគោរពខាងអតិទេពល្អជាងថៃយើងមានសាសនាពុទ្ធសាសនាក៏គោរពទៅកាន់សាសនាផ្សេងៗដូចជាសាសនាហិណ្ឌូលើអតិទេពលើដូចជាមានព្រះវិស្ណុព្រះគណេសព្រះហើយនរាយអីជាច្រើនពួកលោកសិតតែជាអ្នកមានឫទ្ធិមានអំណាចអញ្ចឹងក៏សូមបួងសួងសូមឲ្យលោកជួយឃុំក្រងថែរក្សាប្រទេសកម្ពុជាឲ្យគង់វង្សតរៀងទៅមុខហើយបើសិនជាថៃនិយាយពាក្យមិនពិតនិយាយពាក្យកុហកសូមឲ្យទ្រង់បរាមុខប្រទេសស៊ីមឬក៏ប្រទេសថៃឲ្យរលាយរលត់ចេញពីផែនដីកុំឲ្យដើរតែឆ្លោះជុំទីកន្លែងប្រទេសណាក៏ឆ្លោះ